លោកគ្រូតាធ្វើម៉េចឲ្យเพจរបស់យើងគេឆាប់ស្គាល់និងចូលមើលច្រើនអូខេបងល្អសំណួរបងមាន5ធំធំមកបងកន្លឹះតែម្ដងណាឆ្លើយជូនជាពិសេសចំពោះម្ចាស់សំណួរណាចា comment ពីខាង page Stone Handman និងបងប្អូនយើងថ្មីដៃថ្មីដែលកំពុងរកលុយតាម Facebook page ហើយនឹងធ្វើ page លើ online មាន2តែម្ដងណាការជាប្រយោជន៍ណាអាចកត់ត្រាទុកបានណាឬក៏ share ទុកបានវីដេអូនេះវែងតែម្ដងណាលោកគ្រូនឹងលម្អិតជូនឲ្យការជាប្រយោជន៍ណាចឹងទី1សិនគឺមាន page ល្អស្តង់ដារសិនហ្នឹងលោកគ្រូផលប្រយោជន៍ច្រើនហើយចឹងណាបងចាំបាច់ត្រូវមាន page ស្តង់ដារសំណួរថាហេតុអីចុះពេលដែលយើងមាន page ស្តង់ដារហ្នឹងវាជួយជំរុញអូតូឲ្យបងយើងរៀបចំត្រឹមត្រូវតាមគោលការណ៍របស់គេព្រោះ page មាន2ធំមួយរកចំណូល content មាតិកា video creator អាហ្នឹងរៀបចំបែបជា content ហ្នឹងមួយខាងនេះ2បែបជាអាជីវកម្ម business លើ online អាហ្នឹងមកក្រុមទៀតអញ្ចឹងយើងចង់ធ្វើបែបណារៀបចំ page យើងឲ្យត្រូវដល់ពេលយើងរៀបចំត្រូវគេហៅថា Facebook Meta ហ្នឹងនឹងរុញអូតូតែម្ដងណានេះដូចបងចង់ឲ្យគេស្គាល់គេមើលច្រើនអញ្ចឹង system របស់វានឹងជួយអូតូហើយដោយសារតែយើងរៀបចំឲ្យត្រឹមត្រូវតាមស្តង់ដារគេបងហ្នឹង page ហ្នឹង Facebook YouTube ដូចគ្នា TikTok ដូចគ្នាតែយើងរៀបចំត្រឹមត្រូវតាមគោលការណ៍របស់គេនឹងការជាប្រយោជន៍តែម្ដងណាអានឹងគ្រឹះបង basic មូលដ្ឋានហ្នឹងណាហ្នឹងទី1ណាទី2គឺចូលទៅដល់គេហៅថាបំរាមដល់ policy របស់គេណាច្បាប់នៃការលេខនៃការផុសបង្ហោះបើយើងរៀនយើងដឹងពីបំរាមគោលការណ៍អានឹងវាជួយយើងមកដឹងទៀតឃើញអត់ហើយល្អហើយដឹងពីបំរាមនៃការលេខទៀតចឹងចង់ឬមិនចង់រីកចម្រើនហើយកើន follow view chat comment share ហ្នឹងមកដោយអូតូតែម្ដងណាបំរាមបងប្អូនអាចសើចមើលបានក្នុង Facebook យើងនិង Google ក៏បានដែរយើងសើចទៅនឹងឃើញហើយឬក៏ chat អីចឹងណា AI ហ្នឹងយើងវាយទៅនឹងឃើញហើយក្នុង page លោកគ្រូបានបរៀនច្រើនអាចសិក្សាបានអញ្ចឹងណាអាហ្នឹងគឺបំរាមធំយើងសិក្សាវីដេអូរូបភាពឯជាដើមហ្នឹងផ្លេងបទចម្រៀងទាំងហ្នឹងគឺទី2ធំណាបំរាមឲ្យបានដឹងទី3ទៅលើការកាន់គ្រប់គ្រងហ្នឹងគេថាកាន់ page គ្រប់គ្រង page អាហ្នឹងវិធីសាស្ត្រធ្វើឲ្យ page ហ្នឹង active កើន follow កើនអ្នកមើលមកកម្រិតទៀតហើយគេ3ដំណាក់កាលណាមិនធម្មតាណាវាមានជំហានរបស់គេនឹងការធ្វើអញ្ចឹងណាបងអាហ្នឹងយើងកាន់គ្រប់គ្រងទៅលើគេថាការផុសការបង្ហោះបងការផុសរូបភាពផុសវីដេអូ reel វីដេអូខ្លីវីដេអូវែង caption story ហ្នឹងគឺយើងលេងជាប្រចាំបងផុសជាប្រចាំលេងជាប្រចាំហើយនឹង active ហើយនឹងមានសកម្មភាពល្អវានឹង recommend វានឹងរុញ page ហ្នឹងទៅកាន់អ្នកថ្មីដែលមិនទាន់ស្គាល់ page បងឲ្យមើលឲ្យចុច like follow ចឹងទៅឃើញអត់បងតែយើងលេងជាប្រចាំវារីកទេបងវារុញហើយហ្នឹងអូតូតែម្ដងណាយើងសាកគិតមកដូច Facebook account ណាដំបូងអត់តាន់មានអ្នកស្គាល់អ្នកមើលទេតែដល់ពេលយើងលេងមកច្រើនខែចាញ់ឆ្នាំទៅចាប់ដើមហើយអូខេ start ណាលេង Facebook ក៏ start account ក៏រឹងមាំល្អហើយដូចគ្នាបើយើងលេងតែ account Facebook មកតែ account ទេអត់រីកចម្រើនដល់ page ទេតែបើយើងលេង page ខ្លាំង active page នឹងបុកឡើងលឿនតែម្ដងណាទាំង page រលុយនិងលក់ online អញ្ចឹងគឺសំខាន់ណាការផុសការបង្ហោះការសរសេរមាតិកាទាំងអស់ហ្នឹងគឺឲ្យបានត្រឹមត្រូវអញ្ចឹង Facebook នឹងរុញមកតង់ទៀតហើយហ្នឹង3ដំណាក់កាលណាដំណាក់កាលទី4គឺទៅលើការផលិត content វីដេអូឬក៏រូបភាពគេហៅថាមាតិកាបើយើងចង់រកលុយយើងធ្វើមាតិកាបែបជា blog វីដេអូមានច្រើនអាហ្នឹងណាអាហ្នឹងមកក្រុមផ្សេងទៀតចាំមានទៅមុខលោកគ្រូមានឱកាសគាត់នឹងបញ្យល់ពាក់ព័ន្ធនឹងការធ្វើវីដេអូថតនិយាយមាតិកាតែម្ដងតែលោកគ្រូបកស្រាយជារួមសិនយើងចង់រកលុយធ្វើ content មាតិកាបែបរកលុយច្រើនអញ្ចឹងណាបើយើងចង់លក់ដូររ៉ូស៊ីធ្វើ content មាតិកាបែបអាជីវកម្ម business ហ្នឹងបាទយើងមាន2ធំហើយអញ្ចឹងយើងធ្វើត្រឹមត្រូវចំគោលដៅរុញទៀតនេះឃើញអត់ឃើញទៅចម្រើនណាគាត់លោកគ្រូបកស្រាយប៉ុណ្ណឹងបងប្អូនយើងនឹងឃើញកលឹះក្នុងការធ្វើហើយនឹងដឹងវិធីក្នុងការដើរតែម្ដងណាបងប្អូនយើងថ្មីណាតែបើបងប្អូនយើងដៃចាស់អ្នកចាស់នឹងដឹងហើយលោកគ្រូបើកបង្ហាញតែប៉ុណ្្នឹងទៅយល់តែម្ដងណាអាហ្នឹងគឺយើងលេងយើងធ្វើយើងកាត់ត design អញ្ចឹងបងហើយ original លោកគ្រូបញ្ជាក់ចាស់ណាកុំយកពីគេមកវាបានតែ follow view ទេជួនកាលលេងទៅបាត់ page បាត់ Facebook គេ block ត្រូវធ្វើថ្មីស្ដាយខាត់ពេលវេលាអញ្ចឹង original ទៅប្រើឧបករណ៍ដែលមានកុំតាន់ upload កុំតាន់ទៅចំណាយលុយច្រើនទិញឧបករណ៍ថ្លៃអញ្ចឹងណាលោកគ្រូប្រាប់ច្រើនហើយគឺយើងមានទូរស័ព្ទដែលយើងលេងអ៊ីនធឺណិតបានលេង Facebook បានយើងចាប់ផ្ដើមធ្វើទៅសិនឲ្យស្ទាត់ជំនាញរឿយសិនហើយចំពោះបងប្អូនយើងដែលមានធនធានលទ្ធភាពអាហ្នឹងតាមជាក់ស្ដែងយើងអាចទិញបានក៏ទិញទៅអញ្ចឹងណាអាហ្នឹងគឺ content មាតិកាចុងក្រោយទី5គឺទៅលើទីប្រឹក្សានឹងចាំបាច់ត្រូវមានអញ្ចឹងណាឧទាហរណ៍ថាពេល Facebook page update ចប់ទាំងក្រហម warning អីចឹងណាយើងសួរនាំពួកគាត់លោកគ្រូអ្នកគ្រូហ្នឹងយើងរើសទៅយើងស្រឡាញ់ណាតាក់តងរៀនមួយពួកគាត់ទៅអញ្ចឹងណាដល់ពេលយើងមានទីប្រឹក្សាហើយយើងវាកក់ក្ដៅ
ពេលអត់ច្បាស់ពេលអត់យល់មានសំណួរមានចំណប់យើងសួរនាំគាត់ទៅគាត់ចាំជួយ support អញ្ចឹងយើងបន្តដំណើរទៅមុខទៀតបានណាទៀតណាអានឹង5ធំធំហ្នឹងតែអនុវត្តបានជាប្រចាំរីកចម្រើនណាហើយផ្ដល់កម្លាំងចិត្តបងប្អូនយើងថ្មីថ្មីដៃថ្មីហ្នឹងចេះអក្សរខ្លះក៏ដោយមិនសូវចេះអង់គ្លេសក៏ដោយគឺយើងចាប់ដើមធ្វើទៅយើងបែងពេលធ្វើការជាប្រយោជន៍ណាចង់រកចំណូលក៏បានលក់អនឡាញក៏បានក៏ដែរគុតគងគ្រួសារអញ្ចឹងណាប្រើប្រាស់អនឡាញឲ្យកើតជាប្រយោជន៍អញ្ចឹងណាបងអរគុណ